ដើម្បីឲ្យផ្ទះត្រជាក់កម្មមួយឆាប់ទទួលបានលទ្ធផលល្អហើយទទួលសត្វត្រជាក់កម្មមករស់នៅបានច្រើនដោយវីដេអូដែលខ្ញុំបានបង្ហាញជូនលោកអ្នកបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះពីសរសេរចំណាមាន6ចំណុចដែលជាបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំជាង10ឆ្នាំមកនេះហើយនឹងចែករំលែកឲ្យបងប្អូនដែលជាអ្នកស្រឡាញ់វិស័យចិញ្ចឹមសត្វត្រជាក់កម្មឬក៏មានបំណងចង់រៀបចំអាជីវកម្មបានស្វែងយល់ទាំងអស់គ្នាអូខេឥឡូវយើងចូលតែម្ដងទៅណាចំណុចទី1គឺខ្ញុំចង់និយាយអំពីសំណើមនៅក្នុងផ្ទះត្រជាក់កម្មហើយទី2គឺស្ថានភាពទី3គឺសម្លេងដែលតាក់ទាញទី4គឺក្លិននៅក្នុងផ្ទះហើយទី5គឺទីតាំងដែលល្អហើយទី6គឺការអត់ធ្មត់ហើយរង់ចាំអូខេណាអញ្ចឹងតកតងជាមួយនឹងសំណើមនៅក្នុងផ្ទះត្រជាក់កម្មយើងគួរប្រើសំណើមប៉ុន្មានសំណើមដែលល្អបំផុតនោះគឺពី80ដល់90ណា%ហើយបើស្ងួតពេកវាមិនធ្វើសម្បុកទេហើយទី2យើងតាក់ទងជាមួយនឹងស្ថានភាពដែលល្អបំផុតសម្រាប់ផ្ទះត្រជាក់កម្មគឺ26ទៅ30អង្សាសេណាបើក្តៅពេកវាចូលហើយចេញវិញទៅបាត់ហើយបើត្រជាក់ពេកក៏វាអត់ប្រកាត់ពូជដែរបាទអញ្ចឹងធ្វើម៉េចធ្វើតាម system ដែលខ្ញុំបានបង្ហាញហ្នឹងទៅព្រោះនេះជាបទពិសោធន៍ដែលខ្ញុំស្រាវជ្រាវយូរហើយណាជាង10ឆ្នាំហើយទី3ទៅទងជាមួយនឹងសំឡេងគឺយើងត្រូវជ្រើសរើសសំឡេងណាដែលតាក់ទាញបំផុតសម្រាប់សត្វត្រជាក់កម្មណាវាមានសំឡេងលើដំបូលផ្ទះវាមានសំឡេងនាំផ្លូវវាមានសំឡេងខាងក្នុងផ្ទះគឺយើងត្រូវចេះជ្រើសរើសរបស់វាណានៅក្នុងផ្ទះទី4គឺតាក់ទងជាមួយនឹងក្លិននៅក្នុងផ្ទះនេះគឺខ្ញុំមានរបៀបក្នុងការបង្កើតក្លិនណាបង្កើតចំណីបង្កើតក្លិនគឺខ្ញុំមានរបៀបហើយខ្ញុំមានបង្រៀនទាំងអស់នៅក្នុងផ្ទះត្រជាក់កម្មនេះណាទី4គឺទំហំផ្ទះទី5ណាទំហំផ្ទះបងប្អូនអាចសាងសង់តូចក៏បានធំក៏បានដែរអត់បញ្ហាទេតូចក៏អាចនៅធំក៏អាចវានៅដែរសំខាន់យើងចេះរៀបចំបច្ចេកទេសខាងក្នុងណាហ្នឹងហើយទំហំតូចគឺ5x12ដោយផ្ទះដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូអញ្ចឹងណា2ជាន់3ជាន់ទៅហ្នឹងហើយអញ្ចឹងជញ្ជាំងដែលយើងដាក់គឺ25ទៅ30សង់ទីម៉ែត្រណាដើម្បីទប់កម្ដៅដើម្បីការពារកម្ដៅវាណាហើយទីតាំងដែលល្អបំផុតនោះយើងត្រូវចេះជ្រើសរើសយកទីតាំងណាដែលក្បែរព្រៃក្បែរទន្លេក្បែរដែលមានអាងទឹកធំឬក្បែរសមុទ្រឬក៏តំបន់ដែលមានវាលស្រែណាវារកប្រភពចំណីច្រើនក្បែរហ្នឹងណាហើយត្រជាក់កម្មត្រូវចាំថាវាអត់ចូលចិត្តសំឡេងរំខានខ្លាំងទេឬកន្លែងដែលមានផ្សែងរោងចក្រច្រើនក៏វាអត់ចូលចិត្តដែរណាត្រូវជៀសវាងកន្លែងហ្នឹងហើយរយៈពេលដែលយើងចាប់ផ្ដើមនោះណាតែរយៈពេលដែលចាប់ផ្ដើមពី1ខែដល់6ខែវាគណចូលចេញជាត្រួតពិនិត្យទេវាក៏ zone ក្នុងផ្ទះយើងត្រូវទៅណាមកណាទេណារយៈពេលពី6ខែទៅ12ខែហ្នឹងគឺចាប់ផ្ដើមធ្វើសបុកបានតិចតួចបាទមិនច្រើនប៉ុន្មានទេណាហើយឆ្នាំទី2ទើបយើងបានប្រមូលផលបានបង្គួរឬក៏ថាមធ្យមណាមធ្យមឬក៏បង្គួរហើយឆ្នាំទី3គឺយើងចាប់ផ្ដើមមានចំណូលខ្លាំងពីរបរមួយនេះហើយអញ្ចឹងវាអត់មានរឿងដែលថាសង់អានេះស្អែកឡើងបេះខែក្រោយបេះឆ្នាំក្រោយបេះប្រមូលផល4-10គីឡូដូចគេថាណាហ្នឹងវាមិនមានរឿងអញ្ចឹងទេណាបងប្អូនត្រូវចងចាំចំណុចហ្នឹងហើយតាក់ទងជាមួយនឹងអ្វីដែលយើងត្រូវប្រយ័ត្នណាទី1ត្រូវហាមកុំប្រមូលផលសម្បុកពេលមានពងបងប្អូនណាពេលមានពងហាមអត់ឲ្យប្រមូលផលទេណាហើយកុំបាញ់ថ្នាំគីមីផ្ដេសផ្ដាស់នៅក្នុងផ្ទះតាមឮគេថាចេះធ្វើចុះថាមួយថាលិចមួយថាកើតយើងចេះទៅតាមគេអត់បានទេណាកន្លែងហ្នឹងខ្ញុំហាមដែរណាហើយអញ្ចឹងខ្ញុំសូមហាមមួយទៀតដែរហើយតាក់ទងជាមួយនឹងបងប្អូនដែលអត់ទាន់មានថវិកាគ្រប់គ្រាន់ណាហើយមុខរបរមួយនេះដូចខ្ញុំបញ្ជាក់អញ្ចឹងប្រើរយៈពេលហាមអ្វីដែលហាមគឺហាមខ្ចីលុយពីកន្លែងដែលមានការប្រាក់ណាដូចជាធនាគារកន្លែងផ្សេងគឺហាមមិនឲ្យយកមកធ្វើមុខរបរនេះទេដូចខ្ញុំបញ្ជាក់មិញអញ្ចឹងព្រោះមុខរបរនេះត្រូវការរយៈពេលណាអត់អាចយើងទៅកម្ចីពីធនាគារមកសាងសង់បានទេណាអូខេអញ្ចឹងអរគុណបងប្អូនអរគ្នាណាហើយពីខ្ញុំចែកខ្លីៗប៉ុណ្្នឹងទេហើយលឿនបន្តិចណាព្រោះចង់ឲ្យបងប្អូនស្ដាប់ទៅយូររំខានចិត្តណាអត់ទៅចេះនិយាយច្រើននេះខ្ញុំនិយាយចំគោលដៅចឹងអរគុណបងប្អូនជួបគ្នាវីដេអូក្រោយទៀត